ប្រធានធំស្រាប់តែឃើញអតីតលេខាខ្ញុំណាត់ជួបសិស្សច្បងជាតារាគាត់ខឹងឆេវតែម្ដងទាំង3នាក់ចាប់អារម្មណ៍លើនីងមេងពួកគេសរសើរថាមើលទៅគាត់ប្លែកណាស់អ្នកណាហ្នឹងសង្ហាណាស់អត់ទេមិនមែនត្រឹមតែសង្ហាទេគឺជារូបរាងដែលដូចជាជាប់ជំពាក់គ្នាមិនដាច់ទាន់សម័យណាស់លូជីមីងនៅស្ងាត់តែលក្ខភាពប្រច័ណ្ឌមិនចិត្តដែរស៊ូស៊ីធៀនមិនចូលចិត្តនិយាយជំនួសឲ្យការស្មានពីចម្ងាយគួរតែសួរតែម្ដងទៅពួកគេមិនទាន់ប្រតិកម្មគាត់ដើរទៅជិតនីម៉ុងតែម្ដងថែមទាំងប្រាប់នាងថាជីមីងក៏នៅទីនេះដែរយីសំឡេងហៅពីខាងក្រៅលូជីមីងងាកមើលស្ទាក់ស្ទើរស្វាគមន៍ខ្លីមិត្តប្រាប់ឲ្យគាត់ទៅនិយាយតែគាត់មិនព្រមអ្នកដូចជាចរណែនហើយខ្ញុំចរណែនអីអ្នកឈ្មោះទេហេតុអ្វីមិនហ៊ានខ្ញុំខ្លាចអីដោយសារយូហាំងញុះញង់គាត់ក៏ត្រង់ងើបឈរឡើងទៅសួរសុខទុក្ខស៊ូវេរ៉ានក្រឡេកមើលនាងម៉ឹងអញ្ជើញអ្នកទាំងពីរអង្គុយទៅជាមួយស៊ូវេរ៉ាននិយាយសុំទោសថាខ្ញុំសម្រេចចិត្តខ្លួនឯងនាងម៉ឹងថាគ្មានបញ្ហាទេលើតបាយពួកគេមើលទៅដូចជាសាច់សប្បាយតែការពិតពួកគេកំពុងប្រឈមមុខគូប្រជែងដួសឲ្យនាងម៉ឹងលូជីមីនិយាយដោយច្រណែនថានៅផ្ទះខ្លួនឯងវាល្អជាងការចែកម្ហូបអាចឆ្លងមេរោគពាក្យនេះធ្វើឲ្យតានតឹងស៊ូវេរ៉ាននិយាយមុនរៀនជំនាញតែមួយជារៀមប្អូននឹងគ្នាពួកគេសើចលេងសើចថានេះជាការជួបជុំគ្នាដ៏ល្អលូជីមីងជាអ្នកដើមកាលមុនលូជីមីងស្រវឹងខ្លាំងណាស់គាត់នឹងនាងមេងជូនទៅវិញឈូស៊ីធៀនលេងសើចថាមីងផឹកស្រាធ្វើឲ្យអ្នកជាអ្នកផ្សំគុំពេលលេសម្ដែងនោះក្របលូជីមីងកំពុងចាប់ក៏ជ្រុះលើតុទឹកមុខរបស់គាត់ស្លុតភ្លាមឃើញស្ងាត់ឆ្កងចេញយូហាំងបដូរប្រធានបទស៊ូវីអានពីផែនការថ្មីស៊ូវីអានតបថាគាត់ផ្ដោតលើវិស័យជាក់ស្ដែងនិងនិមិត្តពេលនិយាយដល់ការងារស៊ូវេរ៉ានរៀបរាប់យ៉ាងវែងនាងនិយាយរីករាយដូចជាភ្លឺចែងចាំងមានការគ្រប់គ្រងពីយូហាំងនិងធៀនពេលគឺបរិយាកាសនៅតុអាហារក៏ធូរស្រាលឡើងបន្តិចឃើញលូជីមីងអង្គុយញ៉ាំស្ងាត់ស្ងៀមស៊ូវេរ៉ានសួរយោបល់គាត់មិនស្មានលូជីមីងចាប់ផ្ដើមជំទាស់គាត់បំបាក់ទឹកចិត្តស៊ូវេរ៉ាននាងមើងចង់ជួយស៊ូវេរ៉ានតែត្រូវលូជីមីងកាត់សម្ដីថែមទាំងមើងងាយនាងមើងនៅមុខអ្នកផងស៊ូវេរ៉ានការពីវិជ្ជាជីវៈនាងមេងពូកែតាំងពីមហាវិទ្យាល័យតែលូជីមីងមិនចាប់អារម្មណ៍គាត់បញ្ជាវិញឲ្យនាងមេងដងទឹកឲ្យគាត់នាងមេងយកទឹកឲ្យខ្ញុំប្រាប់ឲ្យអ្នកដងទឹកយីទេបរិយាកាសចុះត្រជាក់ភ្លាមនាងមេងក្តាប់ដាំទ្រូងណែងលូជីមីងនៅតែបន្តឡកលេងនាងអ្នកឆ្មើងឆ្មៃណាស់នាងទ្រាំលេងបាននាងក៏រកលេសចាក់ចេញពីទីនោះស៊ូវេរ៉ានឃើញក៏រត់តាមលួងលោមគាត់ថានៅលើផ្លូវរកស៊ីតែងជួបការបដិសេធកុំខ្វល់រឿងគេរិះគន់ឃើញនាងមិនខឹងដើរចេញទៅចិនយូហាំងស៊ីធៀនបន្ទោសលូជីមីងលើសលប់តែលូជីមីងមិនយល់ថាខ្លួនខុសសោះលូជីមីងអ្នកមានបញ្ហាហើយទីងរងចាំផងមិត្តទាំងពីរខឹងហើយដើរចេញទៅបាត់សោះតែគាត់ម្នាក់នឹងទរញ៉ៃញ៉ៃ